ប្រត្រៃបៃដកដូច្នេះជាដំបូងមុននឹងឈានទៅដល់គុណតម្លៃនៃប្រត្រៃបៃដកសូមឲ្យឯកឧត្តមបង្ហាញថាតើអ្នកណានៅពីខាងក្រោយនៃការបកប្រែឬក៏ការបកនៅប្រត្រៃបៃដកពីភាសាបាលីមកជាភាសាខ្មែរប្រត្រៃបៃដកដែលយើងបានគោរពបដិបត្តិរហូតមកដល់សពថ្ងៃនេះគឺមែនទែនទៅមិនមែនមានតែត្រឹមក្រុមជំនុំប្រត្រៃបៃដកនេះទេគឺមានតាំងពីព្រះពុទ្ធជាម្ចាស់ព្រះអង្គគង់ពធរមានដល់ឡាយម្លេះរហូតដល់ព្រះអង្គទ្រង់បរិនិព្វានក្រោយមកក៏បានដឹកនាំធ្វើសង្គាយនាប្រត្រៃបៃដកហ្នឹងដើម្បីឲ្យទៅជាគម្ពីរច្បាស់លាស់ហើយនឹងរឹងមាំមានប្រសូតព្រះវិន័យនិងព្រះអភិធម្មនៅក្នុងស្រុកខ្មែរយើងក៏សម័យកាលអតីតកាលកន្លងទៅហើយដែលយើងមានប្រត្រៃបៃដកដែរប៉ុន្តែប្រត្រៃបៃដករបស់យើងគឺនៅលើស្លឹករឹតអញ្ចឹងទៅក្នុងគម្ពីរឯកសារដីកាមួយចំនួននៅអរិទ្ធរាយដែលมันមានគោលដៅច្បាស់លាស់ហើយក៏ជាភាសារបស់ភាសាបាលីបាទភាសាមគ្គធៈអញ្ចឹងក៏កើតឡើងដោយបញ្ញវន្តសង្ឃគឺអ្នកប្រាជ្ញប្រសង់សម័យនោះហើយនិងអ្នកប្រាជ្ញជាក្រហមក៏បានរួមប្រមូលគំនិតបញ្ញាគ្នាក៏គិតថានឹងបង្កើតក្រុមជំនុំប្រត្រៃបៃដកនេះឡើងព្រោះស្លឹករឹតក៏ដូចជាសភៅចាស់ផ្សេងសិតតែភាសារបស់បាលីហើយมันអាចអ្នកធម្មតាអានបានទេចង់អានចង់យល់ប្រត្រៃបៃដកទាល់តែរៀនភាសាបាលីសិនអញ្ចឹងបានទៅរួចហើយលោកវិភាគទៅលើពុទ្ធសាសនាយើងនៅស្រុកខ្មែរសម្រាប់ថ្ងៃអនាគតហ្នឹងគឺបើអត់ចេះបាលីមានន័យថាអត់អានប្រត្រៃបៃដកបានទេអញ្ចឹងក៏នៅក្នុងឆ្នាំ1929ព្រះករុណាព្រះមហាក្សត្រព្រះបាទស៊ីសុវត្ថិមុនីវង្សលោកក៏បានចេញព្រាប្រកាសដើម្បីអនុញ្ញាតក្នុងការបង្កើតក្រុមជំនុំប្រត្រៃបៃដកឡើងក្នុងការនោះបាទអាយដាមថាតើក្រុមជំនុំប្រត្រៃបៃដកកាលនោះក្រៅទៅពីប្រសង់ថាតើមានក្រហមឬក៏មានបញ្ញវន្តចូលរួមដែរទេបាទនៅក្នុងចំណុចនេះខ្ញុំចង់រំលឹករឿងក្រុមជំនុំប្រត្រៃបៃដកហើយដោយសារយើងកំពុងតែរៀបចំធ្វើបុណ្យរំលឹកខួបប្រត្រៃបៃដកគម្រប់ទី56ឆ្នាំហើយជាពិសេសគឺរំលឹកនៅគុណដល់ពពកបរោះសម័យនោះដែលលោកខំលះបង់ទាំងកាយទាំងវិចារទាំងចិត្តហើយទាំងពេលវេលាដ៏មានតម្លៃរបស់លោកដើម្បីចូលរួមបកប្រែប្រត្រៃបៃដកនៅក្នុងឆ្នាំ1929មកដល់ឆ្នាំ1940គឺយើងមានក្រុមជំនុំប្រត្រៃបៃដកក្នុងនោះមានព្រះសង្ឃជាអធិបតីមួយព្រះអង្គហើយនិងអធិបតីរងចំនួន2ព្រះអង្គហើយបើគិតជាព្រះសង្ឃគឺចំនួន23ព្រះអង្គហើយជាក្រហមគឺចំនួន11រូបសរុបទាំងអស់គឺមាន37រូបដែលបង្កើតក្រុមជំនុំប្រត្រៃបៃដកដំបូងក្នុងឯកសារសិភៅហេតុដែលនាំឲ្យប្រដាក់ឡើងនៃប្រត្រៃបៃដកសម្ដេចព្រះពោធិវាំងហួតតាតលោកបានចងក្រងបោះពុំអបអរសាទរក្នុងពិធីបុណ្យឆ្លងប្រត្រៃបៃដកកាលនោះក្នុងឆ្នាំ1969នឹងយើងរាប់ពីឆ្នាំ1929មកឆ្នាំ1940ដល់ពេលវគ្គក្រោយពីឆ្នាំ1940ទៀតត្រូវលោកអាចារ្យខ្លះឬក៏អ្នកប្រាជ្ញខ្លះលោកចាស់ជរាអញ្ចឹងត្រូវមានសមាជិកភាពចូលមកបន្ថែមហើយក្នុងសមាជិកភាពចូលមកបន្ថែមនោះគឺរាប់ពីឆ្នាំ1940មកគឺមានព្រះសង្ឃជាអធិបតីមួយព្រះអង្គអធិបតីរង2ព្រះអង្គដូចគ្នាហើយក្នុងនោះព្រះសង្ឃគឺជាក្រុមជំនុំនឹងមាន27ព្រះអង្គហើយឧបាសកគឺមាន13រូបសរុបទាំងអស់មាន43រូបអញ្ចឹងពីឆ្នាំ1929មក40មាន37រូបឯឆ្នាំ1940មករហូតដល់ចប់គឺយើងមាន43រូបនេះជាក្រុមប្រត្រៃបៃដកដែលធ្វើចាប់ពីឆ្នាំ1940រហូតមកដល់ចប់សពគ្រប់នៅក្នុងឆ្នាំ1969អញ្ចឹងនៅក្នុងសៀវភៅនោះលោកដាក់ថារហូតមកដល់ឆ្នាំហ្នឹងអញ្ចឹងនៅក្នុងឆ្នាំបន្តទៀតគឺយើងអត់មានបរិយាយអីទៀតទេព្រោះដោយសារក្នុងឆ្នាំ1968យើងបានសម្រេចសាច់ការប្រត្រៃបៃដករបស់យើងទាំង110ក្បាលហ្នឹងហើយក្រុមជំនុំប្រត្រៃបៃដកលោកខំលះបង់ពេលវេលាដើម្បីធ្វើការបកប្រែពីភាសាមគ្គធៈភាសាបាលីហ្នឹងមកជាភាសាខ្មែរឲ្យទៅជាបាលីមួយចំហៀងខ្មែរមួយចំហៀងនៅក្នុងប្រត្រៃបៃដកយើងហ្នឹងបាទដូច្នេះដំបើស្ដាប់ទៅគឺចាស់រយៈពេលយូរឆ្នាំមែនទេរហូតដល់ប្រហែលជា40ឆ្នាំគិតទៅជិត40ឆ្នាំ39ឆ្នាំមិនធម្មតាទេប្រត្រៃបៃដកដែលបងប្អូនពុទ្ធបរិស័ទលោកតារាយអំពូមីងដែលបានដឹងបានឃើញហើយបានស្វែងយល់បន្ថែមជាភាសាខ្មែរនោះគឺពិតជាចំណាយពេលយូរហើយសិតសឹងតែជា
អ្នកប្រាជ្ញថាជាកុហកផងជាប្រសំផងដែលបានចូលចំណែកយ៉ាងធំធេងនៅក្នុងការបបន្សល់ទុកនូវស្នាដៃដែលមានគុណតម្លៃសម្រាប់វិស័យពុទ្ធសាសនា